ជំរាបសួរបងប្អូននេះជារូបភាពខ្លះៗដែលកាលពីខ្ញុំបានទៅលេងស្រុកខ្មែរហ្នឹងខ្ញុំបានទៅលេងនៅភ្នំពេញហើយក៏បានចូលទៅមើលនៅក្នុងវាំងអញ្ចឹងណាប៉ុន្តែថ្ងៃនេះអត់ចង់និយាយពីប្រធានបទដូចដែលរូបភាពទេចង់និយាយពីប្រធានបទថាតើខ្ញុំនៅប្រទេសបារាំងនេះខ្ញុំធ្វើការងារអីហើយតើវាមានការពិបាកនឹងការងារស្រួលយ៉ាងណាដែរសម្រាប់ខ្ញុំធ្វើការនៅស្រុកបារាំងនេះវាអត់ពិបាកទេដោយសារខ្ញុំនៅស្រុកខ្មែរខ្ញុំធ្លាប់ធ្វើការពិបាកជាច្រើនអញ្ចឹងណាខ្ញុំនៅស្រុកបារាំងនេះចាប់តាំងពីឆ្នាំ2019ហើយខ្ញុំចាប់ផ្ដើមបានធ្វើការនោះនៅឆ្នាំ2022ហើយការខ្ញុំមកដំបូងនេះខ្ញុំអត់មានចេះភាសាអីទាំងអស់ខ្ញុំមកស្រុកបារាំងណាមកចឹងទៅយើងត្រូវដូចថាខ្ញុំមកលក្ខណៈថាយើងរៀបការមួយជនជាតិបារាំងអញ្ចឹងយើងមកយើងត្រូវធ្វើការស្នាមតាមគ្រប់ខណ្ឌនៃច្បាប់គេបានកម្រិតចឹងណាអញ្ចឹងខ្ញុំមកធ្វើរស់នៅស្រុកបារាំងនេះខ្ញុំត្រូវធ្វើឯកសារប្រើហើយខ្ញុំត្រូវរៀនភាសាបារាំងប្រើតាមដំណាក់កាលដែលច្បាប់គេត្រូវឲ្យយើងធ្វើអញ្ចឹងណាបន្ទាប់ចាប់ពីមត្តនៈទៅមត្តនៈហើយខ្ញុំក៏បានចូលធ្វើការនៅឆ្នាំ2022ហើយដូចថាខ្ញុំជាអ្នកដែលអត់មានឌីប្លូមអីច្រើនចឹងប៉ុន្តែខ្ញុំចេះខ្ញុំធ្លាប់ធ្វើការរោងចក្រអញ្ចឹងខ្ញុំក៏បានមានកន្លែងមួយគេហៅជាជាងសេរីកៅអៅអញ្ចឹងខ្ញុំក៏បានធ្វើការជាជាងសេរីកៅអៅរយៈពេល2ឆ្នាំនៅប្រទេសបារាំងនេះរហូតមកដល់ឥឡូវហ្នឹងហើយបើសួរថាតើធ្វើការនៅស្រុកបារាំងនេះមានការពិបាកអត់សម្រាប់ខ្ញុំអត់មានពិបាកអីទេព្រោះដោយសារពីមុនមកខ្ញុំធ្លាប់ធ្វើការរោងចក្រហើយខ្ញុំធ្លាប់ធ្វើជាអ្នកលក់ផ្លែឈើអីវាពិបាកជាងហ្នឹងអញ្ចឹងណាហើយដល់ពេលខ្ញុំមករស់នៅស្រុកបារាំងនេះគេធ្វើការដូចជាវាអត់ជាច្រើនម៉ោងឯងដូចថាគេធ្វើការក្នុងមួយថ្ងៃតែ7ម៉ោងឯងហើយក្នុងមួយសប្តាហ៍ហ្នឹងគេធ្វើតែ35ម៉ោងឯងហើយការងារដែលខ្ញុំធ្វើហ្នឹងខ្ញុំចាប់ផ្ដើមពីម៉ោង8កន្លះព្រឹកហើយខ្ញុំចប់នៅម៉ោង4កន្លះហើយអីដែលខ្ញុំចូលចិត្តនៅខាងស្រុកបារាំងនេះដូចថាពេលដែលយើងធ្វើការអញ្ចឹងនៅក្នុងមួយឆ្នាំយើងមានថ្ងៃឈប់សម្រាកដែលភាសាបារាំងភាគច្រើនគេហៅថ្ងៃវ៉ាកងរបស់គេហ្នឹងក្នុងមួយឆ្នាំយើងអាចឈប់សម្រាកបាន5អាទិត្យហើយការងារដូចខ្ញុំនេះរបៀបថាវាមិនកង់ត្រាលក្ខណៈ CDE អញ្ចឹងហើយវាលក្ខណៈថាយើងធ្វើការមានអាណត្តិឆ្នាំអញ្ចឹងណាអញ្ចឹងកន្លែងធ្វើការដែលខ្ញុំធ្វើជាជាងសេរីកៅអៅហ្នឹងឥឡូវហ្នឹងលក្ខណៈថាពី2ឆ្នាំហ្នឹងខ្ញុំចប់កង់ត្រាហើយអញ្ចឹងកន្លងពេលឥឡូវហ្នឹងខ្ញុំអត់មានធ្វើការឯប៉ុន្តែនៅស្រុកបារាំងនេះទោះយើងអត់មានការងារធ្វើក៏យើងអាចគេហៅថាលុយសូម៉ាលុយដែលថាទោះយើងអត់ធ្វើការក៏យើងមានលុយចៃកន្លងពេលលក្ខណៈមួយឆ្នាំកន្លះដែរអញ្ចឹងវាអត់ពិបាកហើយធ្វើការស្រុកនេះវាស្រួលបើពេលយើងឈឺកាត់ឬក៏ថាកូនយើងអីឈឺអញ្ចឹងយើងសុំច្បាប់អីក៏អត់មានដាច់លុយអត់អីដែរហើយយ៉ាងណាមួយនៅពេលដែលយើងបានចេញទៅធ្វើការអញ្ចឹងយើងបានជួបគេជួបឯងជួបមួយជនជាតិបារាំងអ្នកដែលធ្វើការមួយយើងអញ្ចឹងធ្វើឲ្យភាសាបារាំងរបស់យើងរីកចម្រើនកាន់តែខ្លាំងឡើង